ជុំនេះបកគោលភ្លើពណ៌ល្បីមែនទេបងប្អូនណាគោលច្រឡំឃើញមាននៃតសចាក់គ្រឹះតសទេធម្មតាហើយមានបកគោលតទៅមកតង់ទៀតអ្វីដែលសំខាន់ក៏មានពូល2នេះពូលមិនពូលសូឡាទេពូលដល់ភ្លើអគ្គិសនីហ្នឹងនេះជាប់មាត់ស្ទឹងទឹកអូទឹកស្ទឹងបងប្អូនហូរខ្លាំងដល់រដូវទឹកវាឡើងហូរបែកវាលបែកផ្សែងមកនេះបងប្អូនចំការណាដែលទឹកបហូរទឹកទៅបាននេះតែអ្នកដែលមានទឹកហើយកំពុងតែលិចភ័យព្រួយភ័យបារម្ភលិចដំណាំដាំដុះជាពិសេសអ្នកដែលនៅជាប់នៅកោះកោញអីចឹងដាំដំណាំជាទូទៅដូចជាពោតដូចជាដំណាំអីផ្សេងៗនៅជាប់មាត់ទន្លេទឹកឡើងខ្លាំងបងប្អូនអើយហើយក៏មិនភ្លេចដែរនេះគឺជាតសនេះហើយយ៉ាច្រឡំគោលភ្លើង